ទីបំផុតការតន្ទឹងរង់ចាំរបស់អ្នកគ្រប់គ្រងបាល់ទាត់កម្ពុជាយើងគឺបានមកដល់ហើយគឺវាផ្ដាច់ពាត់រវាងក្លឹបដែលខាត់ស្វាយរៀងជាមួយក្លឹបអាប់គីវ៉េនេះអាចចាត់ទុកថាគឺជាប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជាយើងហើយដែលក្លឹបដែលខាត់ស្វាយរៀងគឺបានឡើងទៅកាន់វគ្គផ្ដាច់ពាត់ជាលើកទី2ក្នុងការប្រកួតពីលំដាប់ទី3របស់អាស៊ីគឺ AFC Challenge League អ្នកនរនេះដឹងថាការពីរដូវកាលមុននោះស្វាយរៀងបានឡើងទៅកាន់វគ្គផ្ដាច់ពាត់ពីលំដាប់ទី3របស់អាស៊ីនេះជាលើកដំបូងបំផុតរបស់ប្រវត្តិសាស្ត្ររបស់ក្លឹបប្រទេសកម្ពុជាយើងប៉ុន្តែគួរសោកស្ដាយប្រខាត់ស្វាយរៀងគឺមិនអាចលើកពានបាននោះទេគឺបានរងបរាជ័យក្រោមថ្វីដៃរបស់ក្រុមខ្លាំងអាកាដាតែទោះជាយ៉ាងណាស្វាយរៀងគឺបានខិតខំប្រឹងប្រែងខ្លាំងមែនទែននិងបានបន្ថែមសមត្ថភាពកីឡាករខ្លាំងជាពិសេសនោះគឺតកតងជាមួយនឹងកីឡាករបរទេសគឺស្វាយរៀងគឺបាននាំចូលកីឡាករបរទេសគឺពិតជាល្អខ្លាំងមែនទែននៅរដូវកាលថ្មីនេះហើយនេះហើយគឺជាមហិច្ឆតារបស់ស្វាយរៀងក្នុងការឡើងទៅកាន់វគ្គផ្ដាច់ពាត់ពីលំដាប់ទី3អាស៊ីនេះជាលើកទី2ម្ដងទៀតហើយពួកគេគឺពិតជាធ្វើបានមែនក្រោយពីឆ្លងកាត់ការប្រកួតពេញមួយរដូវកាលកន្លងមកស្វាយរៀងគឺពិតជាធ្វើបានល្អខ្លាំងមែនទែនគឺបន្តស្គាល់ពីតាចាច់នោះទេនៅក្នុងការប្រកួតពីរង្វាន់លំដាប់អន្តរជាតិមួយនេះពួកគឺឈ្នះស្ទើរតែទាំងអស់ទាំង group stage វគ្គ16ក្រុមវគ្គ8ក្រុមនិងវគ្គពាក់កណ្ដាលដាច់ព្រាត់ដោយពួកគេគឺស្មើតែមួយប្រកួតប៉ុណ្ណោះតែទោះជាយ៉ាងណាក្លឹបដែលឡើងមកប៉ះស្វាយរៀងនៅវគ្គដាច់ព្រាត់របស់ប្រទេសគឺវេបនេះគឺជាក្លឹបមួយដែលខ្លាំងមែនទែនប្រចាំតំបន់អារ៉ាប់ហើយជាពិសេសនោះគឺជាក្លឹបជើងខ្លាំងមួយនៅពីរង្វាន់លំដាប់អាស៊ីផងដែរក្លឹបអាគីវ៉ាត់គឺជាក្លឹបមួយដ៏ខ្លាំងមែនទែននៅក្នុងប្រទេសគីវ៉ាត់គឺជាម្ចាស់ជើងឯកលីកបាល់ទាត់គីវ៉ាត់គឺច្រើនសម័យកាលខ្លាំងមែនទែនហើយពួកគេក៏បានឈ្នះពីរង្វាន់លំដាប់ទី2អាស៊ីចំនួន3សម័យកាលផងដែរដែលយើងស្គាល់ថាគឺជាពីរង្វាន់ AFC Champions League 2ដែលកាលពីមុនដែលពួកគេឈ្នះនោះគឺគេហៅថាពីរង្វាន់ AFC Cup ចំពោះការប្រកួតវគ្គផ្ដាច់ពាត់ពីរង្វាន់លំដាប់ទី3អាស៊ីនេះគឺធ្វើឡើងនៅប្រទេសគីវ៉ាត់ផ្ទាល់តែម្ដងដែលអាគីវ៉ាត់គឺធ្វើជាម្ចាស់ផ្ទះហើយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី13វេលាម៉ោង 11:45 នាទីយប់មកនៅប្រទេសកម្ពុជាយើងនិយាយរួមទៅគឺនៅយប់នេះតែម្ដងដូច្នេះពួកយើងមិនថាជា fan ភ្នំពេញក្រោន fan វិសាខា fan បង្កេត fan ក្លឹបអង្គរ Tiger ឬក៏ club ផ្សេងៗទៀតនោះទេពួកយើងគឺគួរតែរួមគ្នាដើម្បីគាំទ្រក្លឹបដែលខាត់ស្វាយរៀងដែលតំណាងប្រទេសកម្ពុជាយើងក្នុងឆាកអន្តរជាតិដើម្បីប្រជែងយកពីរង្វាន់លំដាប់ទី3អាស៊ីនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជាយើងដូច្នេះនៅម៉ោង 11:45 នាទីយប់នេះអ្នកនរនេះគឺកុំភ្លេចរងចាំទស្សនាការប្រកួតរវាងក្លឹបដែលខាត់ស្វាយរៀងជាមួយក្លឹបអាគីវ៉ាត់ក្នុងការប្រកួតវគ្គផ្ដាច់ពាត់ដណ្ដើមពីរង្វាន់ AFC Challenge League ដែលជាពីលំដាប់ទី3របស់អាស៊ីយើងដែលអាចចាត់ទុកថាគឺជាកម្មាត្រាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងហើយល្បីស្នាដៃគូខ្មែរពិតៗឌីសាស្អាតប្លែកកំងតាមចិត្តល្បីលើពីសម្ភារពាក់កីឡាគុណភាពលើពីតម្លៃពាក់ដៃមុតភាពជាតិជឿល្បីគឺគ្រប់គ្រងផលិតផលជាតិល្បីអត្តសញ្ញាណជាតិពាក់ដៃមុតភាពជាតិកំងឥឡូវនេះមានតម្លៃពិសេស